បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការផ្លាស់ប្ដូរ password Wi-Fi ដោយខ្លួនឯងជាប្រភេទដុំ Wi-Fi TP-Link ណាអញ្ចឹងមុននឹងយើងផ្លាស់ប្ដូរ password Wi-Fi យើងត្រូវតែភ្ជាប់ Wi-Fi ហ្នឹងជាមុនសិនបន្ទាប់មកយើងចូលទៅក្នុង Chrome ហើយបងប្អូនទាំងអស់គ្នាអាចសរសេរលេខ 192.168.0.1 ទើបបងប្អូនអាចលុកចូលទៅក្នុងដុំ Wi-Fi របស់យើងបានដើម្បីបងប្អូនទាំងអស់គ្នាផ្លាស់ប្ដូរ password ឬក៏ឈ្មោះដោយខ្លួនឯងនៅពេលដែលវាចេញឲ្យយើង login បងប្អូនសរសេរពាក្យថា admin add 123ហើយបងប្អូនចុចពាក្យថា login ទៅវានឹង load ចូលដើម្បីឲ្យយើងផ្លាស់ប្ដូរ password Wi-Fi ដោយខ្លួនឯងបន្ទាប់ពីវាចេញសញ្ញាអ៊ីនធឺណិតអញ្ចឹងបងប្អូនចុចកន្លោមទី2ដែលខ្ញុំដាក់ហ្នឹងណាយើងចុចទៅហើយបងប្អូនអូសមកក្រោមមកឃើញឈ្មោះហើយនឹង password Wi-Fi ហើយពេល load បែបហ្នឹងបងប្អូនចុចទៅពាក្យថា edit ហើយអូសមកក្រោមមកហើយបងប្អូនអាចផ្លាស់ប្ដូរឈ្មោះបានដោយខ្លួនឯងបាទកន្លែងដែលខ្ញុំកំពុងតែបំពេញហ្នឹងគឺឈ្មោះហើយអូសមកក្រោមទៀតវាមានពាក្យថា password អញ្ចឹង password បងប្អូនចង់ដាក់លេខប្រមាណក៏បានតែអ្វីដែលសំខាន់បងប្អូនកុំភ្លេច copy password នឹងទុកផងណា copy នៅលើទូរស័ព្ទដើម្បីជៀសវាងខ្លាចយើងសរសេរខុសសរសេរលើសឬក៏សរសេរខ្វះអញ្ចឹងខ្ញុំសុំជាឧទាហរណ៍ឲ្យបងប្អូនទាំងអស់គ្នាណាខ្ញុំដាក់ការ៉េ2ការ៉េ3ក៏ប៉ុន្តែ password ហ្នឹងខ្ញុំអត់ដូរទេខ្ញុំដាក់ការ៉េ8ការ៉េ9ដដែលអញ្ចឹងយើងដាក់ការ៉េបែបហ្នឹងទៅងាយស្រួលដើម្បីយើងចំណាំហើយក៏ស្រួលវាយបញ្ចូលដែរអញ្ចឹងខ្ញុំអត់ភ្លេចទេនៅពេលដែលខ្ញុំសរសេរពាក្យថាការ៉េ8ការ៉េ9ខ្ញុំចុច copy password វាហើយបន្ទាប់មកបងប្អូនចុចពាក្យថា save ទៅចាំបន្តិចវានឹងដាច់ password Wi-Fi ដើម្បីឲ្យបងប្អូនទាំងអស់គ្នាលុកចូលទៅក្នុង Wi-Fi របស់យើងណាបន្ទាប់ពីវាដាច់ Wi-Fi ហើយបងប្អូនចូលទៅក្នុង setting កន្លែងដែលយើងបំពេញ password Wi-Fi ហ្នឹងបងប្អូនរកឈ្មោះ Wi-Fi ដែលយើងដាក់ហ្នឹងទៅហើយអ្វីដែលសំខាន់បងប្អូនកុំភ្លេចចុចផាសវាមកបាទហើយយើងចុច join មកវានឹងជាប់ Wi-Fi របស់យើងហើយគុណសម្បត្តិនៃការ copy password Wi-Fi ហ្នឹងគឺខ្លាចបងប្អូនសរសេរខ្វះឬក៏សរសេរលើសនៅ password ដែលយើងចង់ដាក់អញ្ចឹងបន្ទាប់ពីខ្ញុំចុចទៅលើឈ្មោះ Wi-Fi របស់ខ្ញុំនឹងហើយខ្ញុំដាក់ password វាខ្ញុំចុចផាសវាហើយគឺវាជាប់ហើយអញ្ចឹង Wi-Fi របស់យើងគឺការផ្លាស់ប្ដូរ password មានតែប៉ុណ្្នឹងឯងបាទបើបងប្អូនមានចម្ងល់អីបន្ថែមអាច comment មកខ្ញុំនឹងបាទចែករំលែកបន្ថែមទៀត